ទាំងអស់គ្នាខ្ញុំសូមសួរមួយបើសិនអ្នកនរគ្នាកំពុងតែធ្វើការងារអីមួយតើដើម្បីឲ្យដឹងថាការងារនោះយើងធ្វើបានល្អតើអ្នកនរគ្នាឲ្យបន្ទុកឬក៏ឲ្យអត្រានៅក្នុងការងារនោះដល់កម្រិតប៉ុណ្ណាឧទាហរណ៍ថាពី1ដល់10តើគួរធ្វើដល់ចំណុចមួយណាទើបអ្នកនរគ្នាគិតថាធ្វើបានល្អអ្នកអាចខមមិននៅខាងក្រោមវីដេអូនឹងបានមូលហេតុដែលខ្ញុំសួរសំណួរនេះគឺដោយសារតែមនុស្សយើងរួមទាំងខ្ញុំដែរពេលខ្លះយើងធ្វើបានល្អហើយប៉ុន្តែយើងនៅតែគិតថាយើងអត់ទាន់ធ្វើបានល្អទេរឿងការងារក៏ដោយរឿងមុខរបរក៏ដោយឬក៏រឿងអ្វីក៏ដោយដែលយើងធ្វើបន្ទាប់មកយើងធ្វើរឿងនឹងបានល្អប៉ុន្តែខ្លួនឯងគិតថាអត់ទាន់បានល្អរឿងនឹងនៅតែខ្វះខាតចេះខ្វះខាតចុះប៉ុន្តែសម្រាប់អ្នកក្រៅគេមកគេថាចេះអូយើងធ្វើរឿងនឹងបានល្អគេអត់នឹកស្មានថាយើងធ្វើបានប៉ុណ្្នឹងឯងប៉ុន្តែសម្រាប់ខ្លួនយើងអាចទទួលអត់បានអារម្មណ៍ហ្នឹងឯងអញ្ចឹងទើបខ្ញុំចង់ដឹងថាតើនៅពេលអ្នកនរគ្នាធ្វើរឿងអ្វីមួយអ្នកនរគ្នាឲ្យ rate ឬក៏ឲ្យបន្ទុកទៅលើការងារហ្នឹងដល់ចំណុចប៉ុណ្ណាទើបហៅថាល្អសម្រាប់អ្នកនរគ្នាបើខ្ញុំពីមុនពី1ដល់10ខ្ញុំសឹងថាបាន8 9ខ្ញុំគិតថាល្អប៉ុន្តែឥឡូវនេះឲ្យតែខ្ញុំធ្វើបាន5ឬក៏6ហ្នឹងគឺខ្ញុំសប្បាយចិត្តពេកហើយរឿងខ្លះខ្ញុំសុំត្រឹមតែ4ក៏បានដែរធ្វើម៉េចក៏ដោយវាចេញលទ្ធផលទោះមិនចេញលទ្ធផលឲ្យមានសកម្មភាពមិនទាន់មានលទ្ធផលក៏បានដែរប៉ុន្តែឲ្យតែមានសកម្មភាពគឺខ្ញុំសប្បាយចិត្តហើយបើកាលមុនអត់ទេមានសកម្មភាពមានលទ្ធផលហើយក៏ខ្ញុំនៅតែយល់ថាខ្លួនឯងអត់ទាន់ធ្វើបានល្អដែរប៉ុន្តែឥឡូវតែប្រែការគិតពេលដែលធ្វើគឺឲ្យតែខ្ញុំមានសកម្មភាពខ្ញុំសប្បាយចិត្តហើយលទ្ធផលមានឬក៏អត់ខ្ញុំអត់ទាន់ខ្វល់ទេសំខាន់សកម្មភាពចេញទៅសិនធម្មតាឲ្យតែមានសកម្មភាពលទ្ធផលកាត់ចំណាតាមក្រោយទោះបីជាតិចឬច្រើនប្រកាសជាមានប៉ុន្តែបើអ្នកនរគ្នាអត់សកម្មភាពគឺសូម្បីតែលទ្ធផលក៏អត់មានដែរអញ្ចឹងសម្រាប់ខ្ញុំពីឥឡូវទៅគ្រប់កាយខ្ញុំធ្វើទាំងអស់គឺល្អបំផុតសម្រាប់ខ្ញុំគឺខ្ញុំមានសកម្មភាពក្នុងការធ្វើគឺបានហើយ